ត្តឬប្រាសាទរាជធានីជាកម្រងប្រាសាទដ៏ធំល្វឹងល្វើយមួយដែលស្ថិតនៅក្នុងខេត្តសៀមរាបភាគពាយព្យនៃប្រទេសកម្ពុជាហើយជាវិមានសាសនាធំបំផុតនៅក្នុងពិភពលោកប្រាសាទនេះត្រូវបានកសាងឡើងដំបូងដោយព្រះមហាក្សត្រខ្មែរគឺព្រះបាទសូរ្យវរ្ម័នទី2ជាប្រាសាទព្រហ្មញ្ញសាសនាឧទ្ទិសថ្វាយដល់ព្រះវិស្ណុសម្រាប់អាណាចក្រខ្មែរក្រោយមកបានផ្លាស់ប្ដូរទៅជាប្រាសាទព្រះពុទ្ធសាសនាជាបណ្ដានៅចុងសតវត្សទី12ចរានអាណ័យបានធ្វើសឹកសង្គ្រាមនៅទីនេះលោហិតជាច្រើនបានស្រោចស្រពលើជញ្ជាំងរបស់ខ្ញុំព្រះអាទិត្យអស់ស្ដង់គុតរាប់មិនអស់លើស្មារបស់ខ្ញុំភាពស្រស់ស្អាតព័ទ្ធជុំវិញខ្ញុំវងស្វាប្រឡែងគ្នានឹងលបមើលភ្ញៀវទេសចរនៅទីនេះកៅភ្នែករាប់លានគូបានសម្លឹងមើលខ្ញុំឮសំឡេងជើងក្មេងៗលើថែវថ្មគ្មានទីបញ្ចប់របស់ខ្ញុំពួកគេយកម្រាមដៃអង្អែលសពខ្លួនខ្ញុំដោយក្តីស្ញប់ស្ញែងអប្សរាថែរក្សាខ្ញុំដោយភាពទន់ភ្លន់ដំណក់ភ្លៀងបានលាងជម្រះរាល់ការឈឺចាប់និងទឹកភ្នែករបស់ខ្ញុំបានបាក់បែកជាច្រើនដងបេះដូងខ្ញុំយំខ្ញុំនឹងសាងសង់ឡើងវិញបន្តិចម្ដងខ្ញុំគឺអង្គរវត្ត